រាសីឡើងខ្ពស់តែត្រូវប្រុងប្រយ័ត្នផ្កាយធ្លាក់កោតអ្នកដែលកើតនៅក្នុងឆ្នាំរោងនឹងមានផ្កាយជីវិតលេខ9ត្រូវហាមដាច់ខាតនៅក្នុងការធ្វើរឿង3នេះនៅក្នុងខែសីហាបើមិនចង់ជួបគ្រោះឬក៏ត្រូវមនុស្សស្រីនៅក្នុងរង្វង់ការងារក្បត់ទំនុកចិត្តនេះគឺជាជោគជតារាសីឆ្នាំរោងប្រចាំខែ8ខែសីហាឆ្នាំ2026 Subscribe Channel បន្តជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងពួកយើងធ្វើការវិភាគជោគជតារាសីឆ្នាំរោងរបស់លោកអ្នកស្ថិតនៅក្នុងខែ8ខែសីហាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូនទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share Comment ល្អនិងធ្វើការទស្សនាព្រមទាំងស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ដោយយោងទៅតាមតារាងបាយជីស្ថិតនៅក្នុងខែ8នេះយើងនឹងធ្វើការវិភាគលម្អិតស្ដីអំពីជោគជតារាសីឆ្នាំរោងប្រចាំខែសីហាឆ្នាំ2026ព្រមទាំងទិសល្អនិងសេចក្តីល្អផ្សេងទៀតសម្រាប់អ្នកដែលមានការជីវិតលេខ9របស់លោកអ្នកនៅក្នុងនោះផងដែរគឺមានកត្តាធំទាំង6ដែលកត្តាធំទី1យើងស្ដែងចេញជាបន្ទុកប្រចាំខែសម្រាប់រាសីឆ្នាំរោងរបស់លោកអ្នកចឹងនៅក្នុងកត្តាធំទី1នេះគឺយើងមាន6ចំណុចទី1តាក់ទងជាមួយនឹងគោលបំណងនៃជីវិតមនុស្សមកជួយការវិនិយោគលោកអ្នកទទួលបាន 70% តាក់ទងរឿងលុយកាក់ដែលជាកត្តាធំទី2ហ្នឹងគឺលុយកាក់ទ្រព្យសម្បត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុទទួលបាន 65% ហើយចំណុចទី3នេះគឺតាក់ទងជាមួយទំនាក់ទំនងស្នេហាទីផ្សារបណ្ដាញនិងការលក់ទទួលបាន 65% ហើយចំណុចទី4តាក់ទងជាមួយនឹងសុខភាពកាយសម្បទាមាំមួនគេឈ្មោះនិងការផ្លាស់ប្ដូរទូនាទីទទួលបាន 65% ចំណុចទី5តាក់ទងសមត្ថភាពនៅក្នុងការផលិតបង្កើតថ្មីការអភិវឌ្ឍការចូលរួមនៅក្នុងសង្គមទទួលបាន 65% និងកត្តាចំណុចទី6នោះស្ថិតនៅក្នុងគ្រួសារមិត្តភ័ក្តិគឺចាប់ផ្ដើមចេញពី 25% នឹងឡើងទៅបាទអញ្ចឹងយើងឃើញថាយើងនឹងធ្វើការវិភាគលម្អិតបន្ថែមស្ដីអំពីជោគជតារាសីឆ្នាំរោងរបស់លោកអ្នកដោយយោងទៅតាមកត្តាធំទាំង6នេះហើយយើងនឹងធ្វើការបំបែកលម្អិតបន្តទៅទៀតដែលនៅក្នុងនោះគឺយើងលម្អិតតាក់ទងជាមួយនឹងចំណុចល្អអាកាសមាសឬក៏ធ្វើឲ្យរាសីយើងឡើងខ្ពស់តដែរថ្ងៃដែលយើងប្រើប្រាស់ទៅល្អប្រសើរចំណុចដែលយើងគួរប្រុងប្រយ័ត្នព្រមទាំងឧបសគ្គហើយបង្ហាញអំពីបញ្ហាសុខភាពនឹងផងដែរហើយនៅក្នុងនោះផងដែរចំណុចទាំងអស់ហ្នឹងយើងនឹងធ្វើការវិភាគជាបន្តបន្ទាប់អញ្ចឹងនៅក្នុងនីតិបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីចំណុចល្អនិងឱកាសសម្រាប់រាសីឆ្នាំរោងលោកអ្នកសំណួរសួរថាត្រង់ចំណុចនៅក្នុងចំណុចល្អនិងឱកាសមាសឬក៏យើងអាចនិយាយថារាសីឆ្នាំរោងរបស់លោកអ្នកនឹងឡើងខ្ពស់នឹងខែសីហានេះជាខែដែលភ្ជាប់មកជាមួយនឹងធម្មពលមាសទឹកហើយនឹងដីអញ្ចឹងវានាំមកនៅរឿងល្អសម្រាប់រាសីឆ្នាំរោងដែលមានព័ត៌មានលម្អិតដូចជាបើយើងនិយាយអំពីរឿងល្អនោះគឺថារាសីឆ្នាំរោងរបស់លោកអ្នកស្ថិតនៅក្នុងខែនេះគឺប្រែคล้ายគ្រោះទៅជាលៀបគឺថាមានផ្កាយមង្គលធំជួយរាល់បញ្ហាឧបសគ្គរឿងសយទាំងឡាយរួចបានដោះស្រាយទោះបីជាមានការយល់ច្រឡំអាចសម្របសម្រួលគ្នាបានដែរហើយប្រតិទងជាមួយនឹងរឿងជោគជ័យនឹងគេឈ្មោះគឺមានឱកាសនៅក្នុងការឡើងតំណែងណាទទួលបានការទទួលស្គាល់ពីសង្គមរង្វង់ការងារមានឈ្មោះបោះសម្លេងមានមនុស្សជុំវិញខ្លួនគោរពស្រឡាញ់ហើយបើយើងនិយាយអំពីរឿងឱកាសសេដ្ឋកិច្ចនិងអាជីវកម្មគឺថាបានផ្ដល់ផលល្អខ្លាំងសម្រាប់អ្នកដែលធ្វើការតាក់ទងជាមួយនឹងធាតុមាសដូចជាធនាគារហិរញ្ញវត្ថុអ្នកសេដ្ឋកិច្ចបាទឬក៏ជាងតងជាងមាសអ្នកលក់ឡានម៉ូតូផាសស្អាប់អីជាដើមឬក៏
ការងារដែលតាក់ទងជាមួយនឹងមុខរបរនៅក្នុងវិស័យអាជីវកម្មពាណិជ្ជកម្មធាតុទឹកដូចជាការដឹកជញ្ជូនមានដឹកជញ្ជូនមនុស្សដឹកជញ្ជូនទំនិញទេសចរការអភិវឌ្ឍនិងការវិនិយោគហើយបើសិនរឿងល្អបន្ថែមតាក់ទងជាមួយនឹងរឿងធាតុដីគឺតាក់ទងជាមួយនឹងរឿងជំរុញបណ្ដាញអញ្ចឹងវាល្អសម្រាប់លោកអ្នកការងារដែលពាក់ព័ន្ធជាមួយនឹងក្រសួងដែនដីនគររូបនីយកម្មណាសំណង់ឬក៏ទទួលបានមិត្តភ័ក្តិនិងអតិថិជនមានភាពស្មោះត្រង់បាទហើយបើយើងនិយាយអំពីរឿងល្អៗដែលតាក់ទងជាមួយនឹងការផ្លាស់ប្ដូរវិជ្ជមានហ្នឹងគឺមានភាពរីកចម្រើនតាមរយៈការធ្វើដំណើរពង្រីកទីផ្សារទៅក្រៅតំបន់ឬក៏ក្រៅប្រទេសបាទនេះគឺជាចំណុចល្អៗរបស់រិស័យឆ្នំរោងរបស់លោកអ្នកស្ថិតនៅក្នុងខែ8នេះបាទឥឡូវយើងពិនិត្យមើលចំណុចកត្តាធំជាបន្ទាប់ហ្នឹងត្រង់ចំណុចដែលយើងគួរប្រុងប្រយ័ត្ននិងឧបសគ្គឬធ្វើឲ្យរិស័យរបស់យើងធ្លាក់ចុះនៅក្នុងខែ8នេះរិស័យឆ្នំរោងគួរប្រុងប្រយ័ត្នលើរឿងអីខ្លះដែលធ្វើឲ្យរិស័យរបស់យើងធ្លាក់ចុះបាទអញ្ចឹងរិស័យរបស់យើងធ្លាក់ចុះនេះគឺថាវាធ្វើឲ្យបាត់បង់តាក់ទងជាមួយនឹងការបាត់បង់ការក្បត់អញ្ចឹងមានផ្កាយប្រគ្រោះដែលនាំឲ្យមានការខាតបង់ហិរញ្ញវត្ថុបន្តិចបន្តួចណាការរងគ្រោះក្បត់ទំនុកចិត្តពាក្យចចាមអារាមចេញអំពីអ្នកដទៃហើយនៅក្នុងរឿងចំណុចហ្នឹងគឺមានមួយចំណុចទៀតគឺតាក់ទងជាមួយនឹងចំនួនជាមួយអ្នកមានអំណាចអញ្ចឹងត្រូវប្រុងប្រយ័ត្នការប៉ះទង្គិចដល់អចេតនាជាមួយអ្នកធំអតិថិជន VIP មានអតិថិជនគេហៅថាអតិថិជនម៉ួយដុំណាអញ្ចឹងរឿងទាំងអស់ហ្នឹងគឺថាត្រូវចេះអត់ឱនសម្របសម្រួលណាកុំផ្ដោតលើរឿងខុសត្រូវនឹងខ្លាំងពេកហើយកត្តាដែលគួរប្រុងប្រយ័ត្នចំណុចបន្ថែមនេះគឺអារម្មណ៍ឯកោការភ័ន្តច្រឡំជួនកាលមានអារម្មណ៍ចង់នៅតែឯងមិនសូវចូលរួមក្នុងសង្គមអាចមានការយល់ច្រឡំកំលៀតក្នុងប្រការប្រស័យតាក់ទងជាពិសេសត្រូវប្រុងប្រយ័ត្នពាក្យសម្ដីជាមួយអ្នកដទៃឬក៏មនុស្សស្រីនៅក្នុងរង្វង់ការងារហើយក៏ត្រូវប្រុងប្រយ័ត្នលើរឿងទីផ្សារដែលមិនទៀងទាត់ដែរក្នុងស្ថានភាពខែ8ហ្នឹងសម្រាប់រិស័យឆ្នំរោងរបស់លោកអ្នកស្ថានភាពនៅខាងក្រៅមានលក្ខណៈដូចទឹករលកចឹងជួនឡើងខ្លាំងជួនទៅក៏ស្ងាត់ចងំចឹងទៅបាទហើយមួយទៀតទៅចេះគ្រប់គ្រង stress បាទ stress ហ្នឹងគឺត្រូវប្រុងប្រយ័ត្នចំពោះសម្ពាធផ្លូវចិត្តហើយនឹងអារម្មណ៍អាប់អួរនៅក្នុងកន្លែងការងារចឹងបញ្ជាក់បងប្អូនលោកអ្នកទាំងអស់ឲ្យបានជៀបថាការវិភាគជោគជតារិស័យឆ្នំរោងរបស់លោកអ្នកនេះគឺជាកត្តាទូទៅរួមមិនសំដៅជាពិសេសទៅលើបុគ្គលណាម្នាក់ឡើយអញ្ចឹងបើបងប្អូនមានចម្ងល់អាចតំណាក់តំណងស្ថិតនៅក្នុង Telegram ដែលបានបង្ហាញនៅក្នុងក្បាលវីដេអូនេះបងប្អូនអាចនិយាយតាក់ទងជាមួយតម្រូវការអ្វីដែលបងប្អូនឆ្ងល់អញ្ចឹងបើយើងពិនិត្យមើលនៅក្នុងសុខភាពវិញម្ដងអញ្ចឹងសុខភាពនេះគឺថាត្រូវយកចិត្តទុកដាក់ទៅលើអីខ្លះទី1គឺថាតាក់ទងជាមួយនឹងគ្រោះថ្នាក់ឬក៏ការវះកាត់អញ្ចឹងវាត្រូវប្រុងប្រយ័ត្នចំពោះរឿងគ្រោះថ្នាក់ហូរឈាមការវះកាត់ឬគ្រោះថ្នាក់ជាយថាហេតុនៅពេលដែលយើងធ្វើដំណើរបើកបរឬក៏ពេលប្រើប្រាស់របស់មុតស្រួចនៅទីសាធារណៈហើយរឿងសុខភាពនោះក៏យើងត្រូវផ្ដោតយកចិត្តទុកដាក់ទៅលើមនុស្សចាស់នៅក្នុងផ្ទះដែរគួរយកចិត្តទុកដាក់ទៅលើសុខភាពរបស់មនុស្សចាស់អាណាព្យាបាលនៅក្នុងផ្ទះហើយរឿងដែលយើងត្រូវដឹងទៀតនេះគឺការជៀសវាងនៅកម្មវិធីផ្សេងជៀសវាងអីប្រសិនបើយើងជៀសវាងបានគឺជៀសវាងការចូលរួមក្នុងពិធីបុណ្យសពឬក៏ទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យព្រោះថាវានឹងអាចទទួលដំណឹងមិនល្អចេញអំពីសាច់ញាតិឆ្ងាយបាទអានេះគឺជាអ្វីដែលបងប្អូនលោកអ្នករិស័យឆ្នំរោងគួរយល់ដឹងដូច្នេះមនុស្សប្រុសស្រីទាំងឡាយដែលកើតនៅក្នុងរិស័យឆ្នំរោងហើយមានការជីវិតលេខ9បងប្អូនត្រូវដឹងត្រូវចេះប្រុងប្រយ័ត្នខ្លួនឯងចំពោះការប្រើប្រាស់នៅក្នុងរឿងដែលធ្វើឲ្យរិស័យរបស់យើងនឹងធ្លាក់ចុះបាទអញ្ចឹងយើងឃើញថារឿងខ្លះមួយចំនួនណាយើងមើលរិស័យទៅគឺឡើងខ្ពស់ដដែលប៉ុន្តែហេតុអីបានជាការរលុយនោះរអាក់រអួលមិនសូវចូលឬក៏ខ្វៀងមានឧបសគ្គជាមួយបញ្ហាការងារដៃគូអាជីវកម្មជំនួយមកពីយើងអង្គុយធ្វើការងារមិនថាអង្គុយបែរមុខអង្គុយក្រោយខ្នងទៅលើទិសដែលវាខាំងណាវាខាស់លៀបសំណាងរបស់យើងដែលយើងហៅថាអង្គុយប៉ះទិសោអីចឹងណាអញ្ចឹងមនុស្សដែលកើតនៅក្នុងរិស័យឆ្នំរោងដែលមានផ្កាយជីវិតលេខ9គួរជៀសវាងនៅទិសអន្តរាយទិសដែលនាំឲ្យរិស័យយើងស្រុតឬក៏ធ្លាក់ចុះអញ្ចឹងទិសទាំងអស់នោះគឺមានទិសអីខ្លះទៅបាទទិសដែលនាំឲ្យយើងអពមង្គល
ខកខានខាតបង់មានបញ្ហាឬមុខរបររកស៊ីអាជីវកម្មហ្នឹងគឺមានចំនួន4ទី1គឺទឹកខាងជើងកើតទី2គឺត្បូងលិចទី3គឺទឹកខាងលិចនិងទី4គឺជើងលិចបាទអញ្ចឹងទិសទាំង4ហ្នឹងវានាំមកនៅអីខ្លះថាវានាំមកនៅចំនួនបញ្ហាក្តីក្តាំការខាតបង់ផ្សាយធនផិតក្បត់បញ្ហាតំណែងតំណងជំងឺធ្ងន់ធ្ងរអគ្គិភ័យបំផ្លាញទៅដល់សុខភាពស្នេហាចំនួនខាតបង់បង្ខូចកេរ្តិ៍ឈ្មោះសិតតៈតងរឿងអពមង្គលនៅក្នុងទិសហ្នឹងអញ្ចឹងយើងមើលថាតើរាសីឆ្នាំរោងរបស់លោកអ្នកគួរប្រើប្រាស់នៅក្នុងទិសណាទៅដែលល្អនៅក្នុងខែ8ហ្នឹងអញ្ចឹងបើសិនជាបងប្អូនអាចមានទីតាំងកន្លែងណាដែលល្អយើងជ្រើសរើសនៅក្នុងទិសដែលនាំឲ្យរាសីរបស់យើងឡើងខ្ពស់ទៅដែរវិញអញ្ចឹងសួរថាទិសហ្នឹងមានឥទ្ធិពលចំពោះការងាររបស់យើងទេថាមានអញ្ចឹងរាសីអ្នកដែលកើតនៅក្នុងរាសីឆ្នាំរោងបាទឆ្នាំរោងហ្នឹងដែលមានរាសីឡើងរាសីខ្លាំងណាគួរតែប្រើប្រាស់នៅក្នុងបណ្ដាពណ៌ទាំងអស់នេះបាទពណ៌ទាំងអស់នេះវាធ្វើឲ្យយើងនឹងគឺមានប្រសិទ្ធភាពនៅក្នុងការរកស៊ីគ្រប់គ្រងអំណាចសុភមង្គលការងារអាជីវកម្មរកទទួលទាននឹងមានបានអញ្ចឹងពណ៌ទាំងអស់នោះមានពណ៌អីខ្លះទៅថាទី1គឺមានពណ៌សពណ៌មាសបាទពណ៌ប្រាក់អញ្ចឹងមកបាទទី2គឺមានពណ៌ខៀវឬក៏ពណ៌ខ្មៅតាមដែលយើងអាចប្រើប្រាស់ទៅបាននឹងគឺជាពណ៌លុយរបស់យើងណាអញ្ចឹងបន្ទាប់មកទៀតនេះគឺថាគឺជាពណ៌ដែលធ្វើឲ្យយើងនឹងគឺមានសេចក្តីអភិវឌ្ឍរុងរឿងយុទ្ធសាស្ត្រផែនការការងារក៏មានការផ្លាស់ប្ដូរមកមាត់ទូនាទីបាទអញ្ចឹងពណ៌ដែលតកតងជាមួយនឹងរឿងពណ៌ស្លឹកឈើបាទស្លឹកឈើចាស់ស្លឹកឈើខ្ចីសិតជាពណ៌ដែលនាំមកនៅអំណាចបាទអញ្ចឹងនេះរាសីឆ្នាំរោងស្ថិតនៅក្នុងខែ8ដែលមានសភាពទាំងអស់ហ្នឹងហើយអញ្ចឹងបើសិនជាយើងប្រើទឹកអប់វិញណាបងប្អូនទឹកអប់ប្រភេទទឹកអប់ដែលមានក្លិនរៀងផ្អែមបាទកុំគិតថារឿងវាក្លិនជាក្លិនមនុស្សស្រីបើអីប៉ុន្តែវាមានក្លិនចូលនៅក្នុងហ្នឹងតិចបាទអញ្ចឹងអាស្រ័យទៅលើក្លិនដិតក្លិនសាសដែលបងប្អូនគួរយល់ដឹងបាទឬក៏ក្លិនរបៀបជាផ្កាបាទជាក្លិនផ្កាដែលលាយក្លិនបែបបរោះអាហ្នឹងគឺសម្រាប់មនុស្សប្រុសណាអញ្ចឹងនៅពេលដែលយើងប្រើប្រាស់រឿងតាក់ទងជាមួយនឹងពណ៌ទាំងអស់នឹងហើយយើងគួរតែប្រើប្រាស់នៅក្នុងអវ័យតាក់ទងជាមួយនឹងទិសមង្គលដែលនាំឲ្យរាសីរបស់យើងឡើងខ្ពស់ទៅដែរអញ្ចឹងទិសទាំងធំទាំង4សម្រាប់អ្នកដែលមានការជីវិតលេខ9ហើយជាទិសមង្គលនោះគឺមានចំនួន4ទិសទី1គឺទិសខាងកើតទី2ត្បូងកើតទី3ខាងទិសខាងជើងនិងទី4គឺទិសខាងត្បូងចុះទិសទាំង4ហ្នឹងមានន័យថាម៉េចទៅថាវានាំមកនៅមុខរបរលុយកាក់ការអភិវឌ្ឍជំនាញរកស៊ីមានបានមានទ្រព្យហូរចូលច្រើនតំណែងតំណងស្នេហាមានសុភមង្គលគ្រួសារមិត្តភ័ក្តិលោកអឺននឹងគ្នាការតាក់ទងលក់ដូរធ្វើទីផ្សារបាត់ការលក់គឺទទួលបានផលល្អមានស្ថិរភាពនៅក្នុងផ្នែកលុយកាក់ទ្រព្យសម្បត្តិនិងការដឹកនាំព្រមទាំងសុខភាពហើយនៅពេលដែលយើងប្រើប្រាស់នៅទិសមួយក្នុងចំណោមទិសទាំង4ដែលយើងត្រូវប្រើនោះវានឹងជួយឲ្យមានមនុស្សល្អមកជួយជុំជ្រែងនៅពេលដែលយើងជួបការលំបាកនិងឧបសគ្គទាំងអស់នោះបាទជូនពរបងប្អូនមិត្តភ័ក្តិនិង fan គ្រប់គ្នាទាំងអស់ជាពិសេសមនុស្សប្រុសស្រីទាំងឡាយដែលកើតនៅក្នុងរាសីឆ្នាំរោងដែលមានការជីវិតលេខ9សូមអ្នកទាំងអស់គ្នាទទួលបាននូវការអភិវឌ្ឍសេដ្ឋកិច្ចហិរញ្ញវត្ថុរឹងមាំធ្វើកិច្ចការងារអ្វីហ្នឹងក៏មានភាពជឿជាក់នៅលើខ្លួនឯងហើយទទួលបានភាពជោគជ័យគ្រប់កិច្ចការងារតូចធំទាំងអស់នៅក្នុងជីវិតជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត